อนนี้ជាដៃរបស់ Hero Hanabi មែនទេដោយសារតែមានការខូមិនក៏ដូចជាសំណូមពរច្រើនអំពីសំណាក់ fan នៅក្នុងផាទី2នេះ Admin នឹងធ្វើទៅលើការស្វែងយល់លម្អិតអំពី Hero Hanabi Hero Hanabi ជាតួអង្គនារីមួយដែលបានចេញនៅអំឡុងថ្ងៃទី17ខែមេសាឆ្នាំ2018គឺជាថ្ងៃចូលឆ្នាំឯនៅក្នុងជំនាន់2018ហ្នឹងហើយគឺជា Hero ដែលស្ថិតនៅលេខរៀងទី60ដែលមានតួនាទីជា Masterman ដែលដើរទៅលើផ្លូវកាក់មាសឬយើងស្គាល់ថាជា Goldener Hanabi គឺជាសិស្សដ៏ពូកែម្នាក់របស់ប៉ា Scarlet Shadow តាំងពីតូចនាងត្រូវបានគេទទួលស្គាល់ថានាងមានទេពកោសល្យផ្នែក Ninja ដោយសារតែនាងមានការគ្រប់គ្រងអាវុធនិងបច្ចេកទេសប្រយុទ្ធបានយ៉ាងស្ទាត់ជំនាញអាវុធរបស់ Hanabi គឺមានឈ្មោះថា Higan Pana Hanabi គឺជា hero មួយដែលកំសត់រឿងស្នេហាគឺស្រឡាញ់គេតែម្នាក់ឯងដោយអ្នកមើលអញ្ចឹងចាំវីដេអូក្រោយ Admin នឹងធ្វើពីវីដេអូស្នេហាត្រីកោណរបស់គាត់ឲ្យស្ដាប់រយៈពេល15នាទីប្រហែលនិយាយមិនអស់ផងហើយនេះគឺជាអ្នកឈ្នះទាំង5ដែលបានចូលរួមលេងនៅក្នុង challenge របស់ Admin ពីវីដេអូមុនកុំភ្លេចមកបើករង្វាន់ពី Admin ផងណាហើយសម្រាប់គ្នាយើងណាដែលមិនទាន់បានដាក់នៅ full token នៅក្នុង event Survivor លើកទី2ឬក៏ជាលើកចុងក្រោយនេះសូមកុំភ្លេចដាក់ម្នាក់មួយផងណាបាទដែលដាក់ទៅតាមរយៈ website របស់ Admin ដែលមានឈ្មោះថា Thon Game Store នោះឯងHanabi បានកើតនៅថ្ងៃទី18ខែសីហាចំតារានិកូ Leo Hanabi នាងមានអាយុ20ឆ្នាំហើយនាងបានកើតនៅតំបន់ Cadirel Land Hanabi នាងមាន skill ឯកទេសសំខាន់ចំនួន3ហើយចំពោះទំនាក់ទំនងវិញគឺ Hayabusa គឺជាគូស្នេហ៍របស់នាងពីកុមារភាពការគូរ៉ាជាមិត្តភក្តិដ៏ជិតស្និទ្ធនិង Hansu ជាសត្រូវសពថ្ងៃឬក៏បច្ចុប្បន្ន Hanabi មាន skin សរុបចំនួន10 skin ហើយ skin ដែលស្អាតជាងគេរបស់ Admin គឺជា skin Survival ចុះគ្នាយើងវិញគឺជា skin អ្វីហើយចំពោះ hero ដែល counter Hanabi គឺរួមមានដូចជា Iratel Natalia Franco Hakat និង Hayabusa ជាដើមចំណែកឯ item counter Hanabi វិញគឺរួមមានដូចជា Sea Habit Dominate Eye Wang of Nature និង Attaquo Courage ជាដើមតើអ្នកចង់បាន hero អ្វីទៀតសូមខមមិនប្រាប់ admin ខាងក្រោម admin នឹងធ្វើវីដេអូមួយនឹង hero នោះជូនដល់អ្នកទាំងអស់គ្នាសូមអរគុណជួបគ្នានៅវីដេអូក្រោយ part 3